ចេញលិខិតថ្លែងការណ៍មួយគឺដំណស្នងការហ្នឹងគឺថ្លែងការណ៍និយាយអំពីការព្រួយបារម្ភឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិថ្លែងសារអំពីការព្រួយបារម្ភគឺនិយាយទៅចាក់ខ្សែទៀតរឿងព្រំដែនខ្មែរថៃថាខ្វល់ខ្លាំងណាស់ព្រួយបារម្ភខ្លាំងតែមិនថ្កោលទោសថៃព្រួយបារម្ភរឿងយន្តហោះ F16 ទម្លាក់នៅក្បែរតំបន់ជនភៀសខ្លួនដែលជាជនស៊ីវិលឬក៏នៅតំបន់ជនស៊ីវិលដែលកំពុងភៀសខ្លួនហ្នឹងទាំងដ្រូនទាំងអីគាត់បារម្ភមែនតើហើយស្នើឲ្យភាគីដែលពាក់ព័ន្ធហ្នឹងឈប់ទម្លាក់ឬឈប់ចំនួនហ្នឹងទៅដើម្បីការពារជនស៊ីវិលខ្ញុំថាសារនេះគឺជាសារល្អហើយឈឺចាប់ក៏ប៉ុន្តែសួរថាអ្នកណាដែលជាអ្នកទម្លាក់ថៃហេតុអីក៏មិនថ្កោលទោសថៃតែទម្លាក់ហ្នឹងព្រោះខ្មែរមិនអាចទៅបាញ់ BM21 ទម្លាក់ចូលក្នុងជំរំភៀសសឹករបស់ខ្មែរទេច្បាស់ណាស់គឺយន្តហោះ drone របស់ថៃឬក៏យន្តហោះ F16 របស់ថៃដែលទិញពីអាមេរិកហ្នឹងឯងដែលទម្លាក់លើតំបន់ឥឡូវស្លាប់ប្រជាពលរដ្ឋស៊ីវិលបន្ថែមប្រមាណអ្នកទៀតបងប្អូនឃើញខ្លោចផ្សារមែនតើហើយដល់ពេលចេញសេចក្តីថ្លែងសារខ្វល់ខ្វាយយ៉ាងខ្លាំងសុំស្នើឲ្យបញ្ឈប់ការទម្លាក់គ្រាប់បានប្រយោជន៍អីស្នើហ្នឹងតោះតែយើងថ្កោលទោសថៃឲ្យពេញមាត់ឲ្យថៃរៀងចាលតែអញ្ចឹងថៃអត់រៀងចាលទេព្រោះគេគិតថាគេការពារដែនអធិបតេយ្យគេទម្លាក់គ្រាប់ហ្នឹងគេថាគេទម្លាក់ដោយសារតែកម្ពុជានៅបាញ់អាកំជ្រួចវង BM26 ចូលដែនអធិបតេយ្យរបស់គេបង្កគ្រោះថ្នាក់ដល់ទាហានគេនៅជួរមុខអញ្ចឹងគេនៅតែទម្លាក់អញ្ចឹងអត់ឈប់ទេតោះតែយើងឈប់មុនក៏ប៉ុន្តែអ្នកណាដែលស្ដាមពីដំបូងមកបាញ់ទម្លាក់នឹងមកដូច្នេះ